កាលពីខ្ញុំដាំត្រេនពីមុនមកវាងាប់មុន2018ហ្នឹងដើម្បីឲ្យដល់ពេល2018ទឹកវាលិចខ្លាំងពេកទឹកជន់ណាភ្លៀងខ្លាំងពេកតែអញ្ចឹងវាយើងអត់ដឹងធ្វើម៉េចដីយើងវាមានទំនាបមានអីចឹងតែអញ្ចឹងងាប់អស់នៅសល់តែ2ដើមទេពីមុនមកយើងអត់ចាប់អារម្មណ៍រឿងត្រេននេះគិតថាដាំហូបពីដើមអញ្ចឹងព្រោះវាពីមុនមកដាំច្រើនថាវាងាប់វាអត់មានអ្នកបច្ចេកទេសមកជួយមើលជួយអីចឹងដល់ពេលអញ្ចឹងក៏ផ្អាកដាំទៅគឺដាំតាមគេតាមឯងគេដាំចេះដាំចោលហ្មងនិយាយរួមត្រេនខ្ញុំដាំដូចជាមកដល់10ឆ្នាំបានផ្លែដាំអត់ដាក់ទឹកអត់ដាក់ជីអត់ដាក់អីទាំងអស់ខាងបច្ចេកទេសបានជ្រោមជ្រែងពីខាងភិរៈពោភិរៈគាត់បានណែនាំឲ្យដាំតាមបច្ចេកទេសឲ្យមើលថែតាមបច្ចេកទេសប្រើជីប្រើថ្នាំតាមគាត់ដែលគាត់ធ្លាប់ប្រើពីមុនមកអញ្ចឹងបាទអញ្ចឹងខ្ញុំធ្វើតាមគាត់រយៈកាល3ឆ្នាំនេះឃើញថាវាគ្រាន់ហ្នឹងមានន័យថាវាយើងធ្វើទៅល្អត្រេនយើងវាល្អវាកាត់បន្ថយការដែលងាប់ដូច2ឆ្នាំដែលខ្ញុំដាំកន្លងមកដែលយើងអត់ដឹងអីសោះឥឡូវហ្នឹងអត់ទេឥឡូវតាំងពីខ្ញុំដាំរហូតដល់ពេលនេះសូម្បីតែមួយដើមក៏អត់ទាន់មានងាប់ដែរឈឺមានតែយើងអាចព្យាបាលទាន់ពេលក្រោយពីបានប្រើជីថ្នាំខាងកក្រៀនហើយវាផ្លាស់ប្ដូរច្រើនត្រេនទី1វាល្អទី2វាកើនទិន្នផលយើងយកលក់នៅទីផ្សារក៏វាល្អដែរឈ្មួញតាមពិតគាត់មកឆ្នាំហ្នឹងហើយឆ្នាំក្រោយគាត់ចង់មកទៀតដោយសារត្រេនយើងវាល្អសាច់វាលឿងហើយសាច់ឆ្ងាញ់មួយគេដែលគេយកទៅគេចង់មករកយើងទៀតបាទហ្នឹងហើយជាចុងក្រោយខ្ញុំក៏សូមអរគុណដល់ដេប៉ូភិរៈនិងខាងក្រុមហ៊ុនកក្រៀនដែលផលិតជីថ្នាំឲ្យពួកខ្ញុំកសិករពួកខ្ញុំបានប្រើប្រាស់ឲ្យមានគុណភាពល្អ